ចាសូមជម្រាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាអ្នកគ្រូឈ្មោះឆេងចិន្តាជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរថ្នាក់ទី8នៅវិទ្យាល័យព្រែកឌៀបក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីចាចឹងថ្ងៃនេះអ្នកគ្រូបានធ្វើវីដេអូបង្រៀនបន្តនៅមេរៀនទី7ការទទួលខុសត្រូវសមត្ថភាពវេយ្យាករណ៍គុណនាមចាចឹងក្នុងមេរៀនវេយ្យាករណ៍គុណនាមនេះបងប្អូនទាំងអស់គ្នាអាចសិក្សាបន្ថែមនៅសៀវភៅសិក្សាគោលភាសាខ្មែរថ្នាក់ទី8វេយ្យាករណ៍ទំព័រទី145ដល់ទំព័រ147ចំណុចបន្តទៀតគឺវត្ថុបំណងនៃមេរៀនចាចំពោះមេរៀនគុណនាមនេះនៅពេលដែលបងប្អូនទាំងអស់គ្នាសិក្សាមេរៀននេះចប់ចាបងប្អូននឹងទទួលបាននៅចំណេះដឹងមួយចំនួនដូចជាចាបកស្រាយអំពីបញ្ញត្តិនៃគុណនាមតាមប្រភេទនីមួយៗបានត្រឹមត្រូវចាអញ្ចឹងបងប្អូនទាំងអស់គ្នានឹងបកស្រាយអំពីនិយមន័យចាអំពីគុណនាមហើយនិងប្រភេទគុណនាមនៅក្នុងមេរៀននេះចាធ្វើចំណែកថ្នាក់តាមប្រភេទគុណនាមនីមួយៗបានត្រឹមត្រូវចាអញ្ចឹងបងប្អូននឹងអាចជ្រើសរើសដោយបែងចែកទៅតាមប្រភេទនៃគុណនាមដែលមាននៅក្នុងមេរៀននោះបានត្រឹមត្រូវចំណុចទី3តែងល្បះដោយប្រើប្រាស់ពាក្យជាគុណនាមបានត្រឹមត្រូវចាអញ្ចឹងបងប្អូនសិក្សាមេរៀននេះរួចបងប្អូននឹងអាចយកពាក្យដែលជាគុណនាមនីមួយៗហ្នឹងដោយតែងជាល្បះចាប្រើប្រាស់ពាក្យហ្នឹងដោយតែងជាល្បះហ្នឹងបានត្រឹមត្រូវចាអញ្ចឹងវត្ថុបំណងក្នុងមេរៀនគុណនាមនេះគឺមានចំនួន3នៅពេលដែលបងប្អូនសិក្សាចប់បងប្អូននឹងទទួលបាននូវចំណេះដឹងទាំងអស់នេះចាឥឡូវយើងសិក្សានៅចំណុចបន្តទៀតចាចូលដល់ការរំលឹកនៅមេរៀនអញ្ចឹងមេរៀនដែលយើងបានសិក្សាកន្លងទៅគឺមេរៀនការទទួលខុសត្រូវរបស់ធនជ័យអញ្ចឹងអ្នកគ្រូក៏មានសំណួរដែលតាក់ទងនឹងមេរៀនដែលយើងសិក្សានោះសំណួរអ្នកគ្រូតម្រូវឲ្យបងប្អូនជ្រើសរើសចម្លើយដែលត្រឹមត្រូវតែមួយគត់សំណួរទី1សួរថាតើនៅក្នុងរឿងធនជ័យនរណាជាតួអង្គឯកកបរិជាខធនជ័យកនាម៉ឺនមន្ត្រីខអ្នកប្រាជ្ញចិនចាអញ្ចឹងបងប្អូនមើលចម្លើយទាំង4នេះមួយណាដែលជាចម្លើយត្រឹមត្រូវចាអញ្ចឹងអ្នកគ្រូទុករយៈពេលឲ្យបងប្អូន5វិនាទីសម្រាប់ជ្រើសរើសចម្លើយដែលចាត្រឹមត្រូវចាអញ្ចឹងក្នុងរឿងធនជ័យតួអង្គដែលជាតួអង្គឯកគឺចាធនជ័យអញ្ចឹងធនជ័យនេះយើងថាជាតួអង្គឯកដោយសារតែគាត់ជួបនៅបញ្ហាស្មុគស្មាញច្រើនក្នុងដំណើររឿងចាអញ្ចឹងតួអង្គដែលធ្វើសកម្មភាពច្រើនជួបបញ្ហាច្រើនក្នុងដំណើររឿងគេហៅថាតួអង្គឯកតើអ្នកប្រាជ្ញចិនសុខចិត្តចុះចាញ់លើប្រធានបទអ្វីចាអញ្ចឹងក្នុងអត្ថបទរឿងអ្នកប្រាជ្ញចិនគាត់បានបញ្ចោតប្រស្នាជាមួយនឹងធនជ័យអញ្ចឹងគាត់បានចុះចាញ់ទៅលើប្រធានបទអ្វីដែរចាកការទស្សន៍ទាយគ្រាប់រលឹកខការចោទប្រស្នាកការអានអក្សរនិងខមិនមែនទាំង3ចាអញ្ចឹងបងប្អូនមើលចម្លើយទាំង4នេះមួយណាដែលជាចម្លើយត្រឹមត្រូវអ្នកគ្រូទុករយៈពេលបងប្អូន5វិនាទីសម្រាប់ជ្រើសរើសចម្លើយដែលត្រឹមត្រូវចាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកអ្នកប្រាជ្ញចិនសុខចិត្តចុះចាញ់ទៅលើប្រធានបទអានអក្សរអញ្ចឹងគឺចំណុចដែលធនជ័យបានឲ្យក្មេងៗនៅក្នុងភូមិអានអក្សរហើយអក្សរនេះគឺគាត់ចាយកក្តាមដាក់ជាមួយនឹងទឹកខ្មៅហើយឲ្យវាទៅលើក្រដាសអញ្ចឹងនៅពេលដែលអ្នកប្រាជ្ញចិនមកដល់ឬក្មេងអានអក្សរដែលគាត់បានរៀបចំហ្នឹងអានដាច់ទៀតនឹងដឹងថាជាអក្សរអ្វីចាអញ្ចឹងជនជាតិចិនគាត់បានចាញ់ទៅលើប្រធានបទនៃការអានអក្សរដោយសារតែគាត់អានអក្សរដែលក្មេងអាននោះមិនដឹងថាជាអក្សរអ្វីចាអញ្ចឹងមុននឹងយើងសិក្សាមេរៀនថ្មីអ្នកគ្រូក៏មានអញ្ចឹងរូបភាពនេះអ្នកគ្រូបង្ហាញគឺដាក់សិក្សាវេយ្យាករណ៍ខ្មែរគុណនាមចាដូចនេះគេហៅថាគុណនាមចាអញ្ចឹងគុណនាមនេះបងអូនធ្លាប់សិក្សាតាំងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់មធ្យមសិក្សាក៏បងអូនធ្លាប់បានសិក្សាដែរអញ្ចឹងគុណនាមហ្នឹងជាអ្វីដែរហើយគុណនាមដែលបងអូនធ្លាប់សិក្សាហ្នឹងមានប្រមាណប្រភេទចាអញ្ចឹងដើម្បីឲ្យច្បាស់ទៅលើប្រភេទនៃគុណនាមនេះចឹងថ្ងៃហ្នឹងអ្នកគ្រូនឹងនាំបងប្អូនទាំងអស់គ្នាចាទៅសិក្សានៅមេរៀនថ្មីដែលតាក់ទងទៅនឹងប្រភេទនៃគុណនាមនីមួយៗ
ចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាទៅសិក្សាមេរៀននេះជាមួយអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងខ្លឹមសារនៃមេរៀនថ្ងៃនេះគឺយើងសិក្សាទៅលើមេរៀនទី7ចាការទទួលខុសត្រូវតពីចំណុចមុនចាហើយយើងសិក្សាទៅលើវេយ្យាករណ៍គុណនាមចាអញ្ចឹងចំណុចដំបូងអ្នកគ្រូនឹងធ្វើការបង្ហាញទៅកាន់បងប្អូនចានេះគឺជាគុណនាមអ្នកគ្រូសួរទៅកាន់បងប្អូនថាអ្វីទៅជាគុណនាមចាអញ្ចឹងគុណនាមគឺជាពាក្យដែលបញ្ជាក់សភាពលក្ខណៈឲ្យនាមអញ្ចឹងពាក្យដែលបញ្ជាក់លក្ខណៈឲ្យនាមយើងហៅថាគុណនាមក្នុងគុណនាមនេះបែងចែកជាពីរប្រភេទទៀតគឺគុណនាមប្រកដីនិងគុណនាមកំណត់ក្នុងគុណនាមកំណត់ក៏បានបែងចែកទៅជាប្រភេទគុណនាមចំនួន5បន្តទៀតតែមានដូចជាគុណនាមចំនួនគុណនាមកម្មសិទ្ធិគុណនាមចង្អុលគុណនាមសំណួរនិងគុណនាមមិនច្បាស់ចាអញ្ចឹងគុណនាមទាំង5នេះគឺស្ថិតនៅក្នុងចាប្រភេទនៃគុណនាមកំណត់ឥឡូវយើងទៅសិក្សាលម្អិតនៅចំណុចអំពីប្រភេទនៃគុណនាមនីមួយៗទាំង5នេះចាចំណុចដំបូងគឺយើងសិក្សាទៅលើគុណនាមប្រកដីចាដូចមកđâyគេហៅថាគុណនាមប្រកដីចាអញ្ចឹងពាក្យប្រកដីនេះបីថាវាបញ្ជាក់សភាពលក្ខណៈធម្មតាចុះបើគេដាក់គុណនាមប្រកដីតើមានន័យដូចនេះដែរចាអញ្ចឹងបងអូនមើលឧទាហរណ៍ដែលអ្នកគ្រូបង្ហាញភោជនីយដ្ឋាននេះមានបរិស្ថានស្អាតនិងអនាម័យល្អអញ្ចឹងបងអូនមើលរបស់ដែលអ្នកគ្រូបង្ហាញនេះតើពាក្យមួយណាដែលជាគុណនាមពាក្យដែលជាគុណនាមគឺពាក្យស្អាតនិងពាក្យល្អអញ្ចឹងស្អាតនេះចាជាគុណនាមដែលបញ្ជាក់លក្ខណៈឲ្យនាមពាក្យថាបរិស្ថានអញ្ចឹងបរិស្ថាននេះមិនគឺស្អាតហើយនឹងល្អនេះគឺបញ្ជាក់លក្ខណៈឲ្យពាក្យអនាម័យអញ្ចឹងវាដើរតួជាគុណនាមខសត្វពីហណៈតូចធំកំពុងតែរស់នៅក្នុងព្រៃអញ្ចឹងបងប្អូនមើលក្បាស់ខនេះពាក្យណាខ្លះជាគុណនាមចាអញ្ចឹងយើងឃើញថាពាក្យតូចធំគឺជាគុណនាមដែលបញ្ជាក់លក្ខណៈឲ្យនាមពាក្យថាសត្វពីហណៈចាអញ្ចឹងពាក្យបញ្ជាក់លក្ខណៈឲ្យនាមគេហៅថាគុណនាមអញ្ចឹងបងប្អូនអាចទាញជានិយមន័យបានថាចាគុណនាមប្រកដីគឺជាពាក្យបញ្ជាក់លក្ខណៈធម្មតារបស់នាមចាអញ្ចឹងពាក្យណាដែលបញ្ជាក់លក្ខណៈធម្មតារបស់នាមយើងហៅថាគុណនាមប្រកដីគុណនាមប្រកដីមានពាក្យដូចជាតូចធំទាបខ្ពស់សខ្មៅវែងខ្លីនិងមានពាក្យជាច្រើនទៀតដែលជាគុណនាមប្រកដីចាចំណុចខគឺយើងចូលដល់គុណនាមកំណត់ចាអញ្ចឹងក្នុងគុណនាមកំណត់នេះអ្នកគ្រូបានបង្ហាញទៅកាន់បងប្អូនថាមានបែងចែកជា5ប្រភេទទៀតដែលមាននៅក្នុងគុណនាមកំណត់ឥឡូវទី1យើងសិក្សាទៅលើគុណនាមចំនួនចាដូចម្តេចគេហៅថាគុណនាមចំនួនហើយចែកចេញជាប្រមាណយ៉ាងជាងគុណនាមចំនួនគឺចែកចេញជា2យ៉ាងជាង2យ៉ាងហ្នឹងគឺមានដូចជាគុណនាមចំនួនរាប់និងគុណនាមចំនួនរៀបចឹងអ្នកគ្រូក៏មានសំណួរថាដូចម្តេចដែលហៅថាគុណនាមចំនួនរាប់ចាចឹងគុណនាមចំនួនរាប់ជាគុណនាមសម្រាប់រាប់ឲ្យដឹងចំនួនប៉ុណ្ណេះប៉ុណ្ណោះចាអញ្ចឹងគុណនាមចំនួនរាប់ណាគឺយើងប្រើសម្រាប់រាប់ទៅលើវត្ថុដើម្បីឲ្យដឹងពីចំនួនកំណត់ណាមួយចាអ្នកគ្រូក៏មានជាឧទាហរណ៍ឪពុកខ្ញុំមានគោ5នឹមអញ្ចឹងបងប្អូនមើលកន្លែងណាដែលបញ្ជាក់ថាវាជាគុណនាមចំនួនរាប់ចាអញ្ចឹងយើងឃើញថាពាក្យ5នឹមនេះគឺជាគុណនាមចំនួនរាប់ដែលបញ្ជាក់លក្ខណៈពាក្យថាគោអញ្ចឹងគោនេះគឺជានាមចំណែក5នឹមនេះគឺបញ្ជាក់ចំនួននៃសត្វគោអញ្ចឹង5នឹមនេះគឺជាគុណនាមចំនួនរាប់ថ្ងៃនេះសុភាពបានទិញផ្លែក្រូច5គីឡូចាអញ្ចឹងបងប្អូនមើលថាពាក្យមួយណាដែលជាគុណនាមចំនួនរាប់គឺពាក្យ5គីឡូអញ្ចឹង5គីឡូនេះគឺបញ្ជាក់លក្ខណៈអំពីចំនួននៃផ្លែក្រូចអញ្ចឹងផ្លែក្រូចនេះគឺជានាមពាក្យដែលបញ្ជាក់ពីចំនួនផ្លែក្រូចគឺជាគុណនាមចំនួនអញ្ចឹង5គីឡូនេះគឺជាគុណនាមចំនួនរាប់ដែលរាប់ឲ្យដឹងអំពីចំនួនប៉ុណ្ណេះឬក៏ប៉ុណ្ណោះចាចូលដល់គុណនាមមួយប្រភេទទៀតដែលស្ថិតក្នុងគុណនាមចំនួនគឺគុណនាមចំនួនរៀបអញ្ចឹងគុណនាមចំនួនរៀបនោះគឺជាអ្វីដែរចាអញ្ចឹងគុណនាមចំនួនរៀបគឺជាគុណនាមសម្រាប់រាប់ឲ្យដឹងទីជាន់ថ្នាក់ប៉ុណ្ណេះប៉ុណ្ណោះចាអញ្ចឹងវាខុសពីគុណនាមចំនួនរាប់របស់យើងគឺយើងរាប់ឲ្យដឹងពីចំនួនចាអ្វីមួយប៉ុណ្ណេះឬក៏ប៉ុណ្ណោះប៉ុន្តែគុណនាមចំនួនរៀបវិញគឺយើងរាប់ឲ្យដឹងអំពីទី
ជាន់ឬក៏ថ្នាក់ចាអញ្ចឹងបងប្អូនកលេចទៅមើលឧទាហរណ៍ទាំងអស់គ្នាចាអញ្ចឹងបងកលេចមើលឧទាហរណ៍ទាំងអស់គ្នាចាខ្ញុំភ្ញាក់ពីដំណេកនៅម៉ោង5អញ្ចឹងបងមើលឧទាហរណ៍អ្នកគ្រូបង្ហាញនេះតើពាក្យមួយណាដែលបង្ហាញអំពីគុណនាមចំនួនរៀបចាគឺពាក្យម៉ោងម៉ោង5អញ្ចឹងម៉ោង5នេះគឺបញ្ជាក់គឺជាគុណនាមចំនួនរៀបដែលបញ្ជាក់អំពីពេលវេលាបញ្ញារៀននៅថ្នាក់ទី8អញ្ចឹងបងមើលថាល្បះទី2នេះពាក្យមួយណាដែលជាគុណនាមចំនួនរៀបចាគឺពាក្យទី8ចាអញ្ចឹងពាក្យទី8នេះគឺជាគុណនាមចំនួនរៀបដែលយើងបញ្ជាក់ពីទីជាន់ឬក៏ថ្នាក់ឲ្យដឹងអំពីចំនួនចូលចំណុចទី2ចាយើងចូលដល់ការសិក្សាប្រភេទគុណនាមកម្មសិទ្ធិចាដូចមិនដេចគេហៅថាគុណនាមកម្មសិទ្ធិចាអញ្ចឹងពាក្យថាកម្មសិទ្ធិនេះសម្គាល់លើចាម្ចាស់កម្មសិទ្ធិអ្វីមួយចាចុះបើគេដាក់គុណនាមកម្មសិទ្ធិតើវាមានអត្ថន័យដូចមិនដេចចាអញ្ចឹងគុណនាមកម្មសិទ្ធិគឺជាគុណនាមប្រាប់អំពីម្ចាស់កម្មសិទ្ធិចាឥឡូវបងទៅកលេចមើលឧទាហរណ៍ទាំងអស់គ្នាចាគណៈគោលរបស់ខ្ញុំធាត់ជាងគេអញ្ចឹងបងមើលថារបស់អ្នកគ្រូបង្ហាញនេះតើពាក្យមួយណាដែលបង្ហាញអំពីម្ចាស់កម្មសិទ្ធិពាក្យថាខ្ញុំតែប្រាប់អំពីម្ចាស់កម្មសិទ្ធិរបស់សត្វគោអញ្ចឹងសត្វគោនេះគឺជានាមអញ្ចឹងពាក្យដែលបញ្ជាក់លក្ខណៈឲ្យនាមចាសម្គាល់ទៅលើម្ចាស់កម្មសិទ្ធិនោះគឺពាក្យថាខ្ញុំឧទាហរណ៍ទី2សៀវភៅរឿងប្រឡោមលោកនេះពួកគាត់ជាអ្នកនិពន្ធចាអញ្ចឹងបងអូនមើលថាល្បះទី2នេះពាក្យមួយណាដែលប្រាប់អំពីម្ចាស់កម្មសិទ្ធិចាអញ្ចឹងពាក្យដែលប្រាប់អំពីម្ចាស់កម្មសិទ្ធិគឺពាក្យថាពួកគាត់អញ្ចឹងពួកគាត់នេះគឺប្រាប់អំពីម្ចាស់កម្មសិទ្ធិអំពីគេសៀវភៅរឿងប្រឡោមលោកដែលជានាមអញ្ចឹងពួកគាត់ជាគុណនាមកម្មសិទ្ធិបញ្ជាក់លក្ខណៈឲ្យពាក្យជានាមចាសៀវភៅរឿងប្រឡោមលោកដូចនេះយើងអាចថាគុណនាមកម្មសិទ្ធិចាមានដូចជាពាក្យខ្ញុំពាក្យឯងពួកយើងពួកគេចានឹងមានពាក្យជាច្រើនទៀតដែលបញ្ជាក់ពីចាគុណនាមកម្មសិទ្ធិចាឥឡូវចូលទៅដល់ប្រភេទនៃគុណនាមមួយទៀតចាគឺគុណនាមចង្អុលចាឥឡូវចូលដល់ប្រភេទនៃគុណនាមទី3ចាដែលមាននៅក្នុងគុណនាមកំណត់នោះគឺគុណនាមចង្អុលដូចមិនដែលហៅថាគុណនាមចង្អុលចាអញ្ចឹងពាក្យថាចង្អុលនោះគឺយើងចង្អុលបង្ហាញទៅអ្វីមួយចាឥឡូវចុះបើគេដាក់គុណនាមចង្អុលវិញតើវាមានអត្ថន័យដូចម្ដេចចាអញ្ចឹងគុណនាមចង្អុលគឺជាគុណនាមចង្អុលប្រាប់អំពីទីកន្លែងនិងពេលវេលាចាអញ្ចឹងគេចង្អុលប្រាប់អំពីទីតាំងឬទីកន្លែងណាមួយដែលគេចង់ដឹងចាឥឡូវបងអូនពិនិត្យមើលឧទាហរណ៍នេះកាតាបនេះឪពុកខ្ញុំទើបនឹងទិញឯសៀវភៅនោះបងស្រីខ្ញុំទើបនឹងទិញថ្មីចាអញ្ចឹងបងមើលរបស់នៃគ្រូឲ្យនេះពាក្យមួយណាដែលជាគុណនាមចង្អុលចាអញ្ចឹងពាក្យដែលជាគុណនាមចង្អុលគឺពាក្យនេះនិងពាក្យនោះចាអញ្ចឹងពាក្យនេះចង្អុលទៅលើពាក្យថាកាតាបបញ្ជាក់លក្ខណៈពាក្យថាកាតាបអញ្ចឹងកាតាបនេះជានាមពាក្យនេះជាគុណនាមចង្អុលចំណែកឯពាក្យនោះចាជាពាក្យបញ្ជាក់លក្ខណៈឯពាក្យថាសៀវភៅឯនោះសៀវភៅបងស្រីខ្ញុំចាអញ្ចឹងនោះនឹងគឺបញ្ជាក់អំពីចាឲ្យនាមថាសៀវភៅនេះវាជាគុណនាមចង្អុលចាអញ្ចឹងគុណនាមចង្អុលរបស់យើងគឺមានទីសម្រាប់បង្ហាញទីជិតនិងទីឆ្ងាយទីជិតមានពាក្យនេះក្បែរនេះចាដល់ពាក្យទីឆ្ងាយគឺមានពាក្យនោះពាក្យនោះចាអញ្ចឹងពាក្យនេះគឺវាតាក់ទងនឹងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដូចជាពេលដែលយើងនិយាយជាមួយនឹងប៉ាម៉ាក់ឬក៏មិត្តភ័ក្តិយើងតែងតែនិយាយថានេះជាផ្ទះរបស់ខ្ញុំចានេះជាសាលារៀនរបស់ខ្ញុំអញ្ចឹងពាក្យនេះពាក្យនោះហ្នឹងគឺសម្គាល់បង្ហាញពីទីតាំងចិត្តហើយនឹងឆ្ងាយចាអញ្ចឹងចូលដល់គុណនាមប្រភេទទី4គឺគុណនាមសំណួរចាដូចនេះគេហៅថាគុណនាមសំណួរចាអញ្ចឹងគុណនាមសំណួរបងប្អូនប្រកាសជាដឹងហើយថាគេប្រើសម្រាប់ធ្វើអ្វីដែរចាអញ្ចឹងគុណនាមសំណួរគឺជាគុណនាមដែលយើងប្រើសម្រាប់ចោទសួរចានៅពេលយើងចង់ដឹងអ្វីមួយព័ត៌មានឬព្រឹត្តិការណ៍ផ្សេងយើងតែងតែប្រើជាសំណួរបងមើលឧទាហរណ៍ទាំងអស់គ្នាតើបងអូនរៀនថ្នាក់ទីប៉ុន្មានអញ្ចឹងយើងមើលថាក្នុងល្បះដែលគ្រូបង្ហាញនេះតើពាក្យមួយណាដែលជាគុណនាមសំណួរ
ចាគឺពាក្យថាប៉ុន្មានអញ្ចឹងប៉ុន្មាននេះចង់ដឹងអំពីថ្នាក់ទីតើគាត់រៀនថ្នាក់ទីប៉ុន្មានអញ្ចឹងប៉ុន្មាននេះគឺជាគុណនាមសំណួរចាល្បះទី2តើសម្លាញ់ទិញសៀវភៅអ្វីខ្លះចាអញ្ចឹងបងប្អូនមើលពាក្យល្បះទី2នេះពាក្យមួយណាដែលជាគុណនាមសំណួរចាគឺពាក្យអ្វីខ្លះចឹងអ្វីខ្លះនេះគឺសួរចង់ដឹងអំពីសៀវភៅដែលជានាមនេះចឹងអ្វីខ្លះគឺជាគុណនាមសំណួរហេតុអ្វីបានជាប្អូនមិនចូលធ្វើកិច្ចការអ្នកគ្រូចាអញ្ចឹងប្អូនមើលថាល្បះទី3នេះតើពាក្យមួយណាដែលជាគុណនាមសំណួរចាដែលបញ្ជាក់លក្ខណៈឲ្យនាមគឺពាក្យថាហេតុអ្វីអញ្ចឹងពាក្យហេតុអ្វីនេះគឺសួរចង់ដឹងអំពីមូលហេតុចាមូលហេតុដែលនៃការមិនចូលធ្វើកិច្ចការអញ្ចឹងវាជាគុណនាមសំណួរដែលគេប្រើសម្រាប់ចោទសួរចាអញ្ចឹងយើងមើលថាល្បះទាំង3នេះដូចជាពាក្យប៉ុន្មានអ្វីខ្លះហេតុអ្វីគឺសុទ្ធតែជាគុណនាមសំណួរទាំងអស់អញ្ចឹងគុណនាមសំណួរចាមានដូចជាពាក្យអ្វីខ្លះស្អីណាមួយប៉ុន្មានចានឹងមានពាក្យជាច្រើនទៀតដែលជាគុណនាមសំណួរហើយយើងប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃនៅពេលយើងចង់ដឹងពីព្រឹត្តិការណ៍គឺយើងតែងតែចាប្រើជាគុណនាមសំណួរចាចូលដល់ប្រភេទទី5គឺគុណនាមមិនច្បាស់ដូចម្តេចគេហៅតែគុណនាមមិនច្បាស់ចាអញ្ចឹងពាក្យថាមិនច្បាស់ហ្នឹងបែរថាមិនប្រកបជាមិនច្បាស់លាស់ចុះបើសិនជាគេដាក់គុណនាមមិនច្បាស់វិញតើវាមានអត្ថន័យដូចម្តេចចាអញ្ចឹងគុណនាមមិនច្បាស់គឺជាគុណនាមប្រាប់សេចក្តីមិនជាក់លាក់មិនប្រាកដឥឡូវបងប្អូនទាំងអស់គ្នាទៅក្រឡេកមើលឧទាហរណ៍របស់គ្នាចាអញ្ចឹងឧទាហរណ៍ដែលគ្រូមាន2ល្បះទី1គេដាក់ថាខ្ញុំមិនដឹងថាគាត់ត្រូវការសៀវភៅណាមួយទេចាអញ្ចឹងបងប្អូនមើលល្បះទី1នេះពាក្យមួយណាដែលប្រាប់ពីព័ត៌មានមិនច្បាស់លាស់ដែលជាគុណនាមមិនច្បាស់ចាគឺពាក្យណាមួយអញ្ចឹងពាក្យណាមួយនេះបញ្ជាក់លក្ខណៈឲ្យពាក្យថាសៀវភៅអញ្ចឹងយកបញ្ជាក់ថាតើគាត់ទៅទិញសៀវភៅតើគាត់ត្រូវការសៀវភៅអ្វីខ្លះសៀវភៅណាមួយដែលគាត់ត្រូវការអញ្ចឹងពាក្យណាមួយហ្នឹងគឺបញ្ជាក់ពីពាក្យមិនច្បាស់លាស់របស់ពាក្យថាសៀវភៅល្បះទី2សៀវភៅដែលមាននៅក្នុងទូប្រហែលជាមានជិត10ក្បាលអញ្ចឹងបងប្អូនមើលល្បះទី2នេះពាក្យមួយណាដែលជាគុណនាមមិនច្បាស់ចាដែលបង្ហាញពីភាពមិនប្រាកដប្រជាពាក្យមួយណាដែរចាគឺពាក្យប្រហែលជាងប្រហែលនេះគឺបានថាបង្ហាញពីលក្ខណៈមិនច្បាស់លាស់បញ្ជាក់ឲ្យពាក្យថាសៀវភៅដូចគ្នាអញ្ចឹងសៀវភៅនេះគឺជានាមជាពាក្យដែលបញ្ជាក់លក្ខណៈឲ្យនាមគេហៅថាគុណនាមតែគុណនាមកន្លែងនេះគឺវាមានលក្ខណៈមិនច្បាស់លាស់ជាងប្រហែលជា10វាអាច8ឬក៏9ក្បាលអញ្ចឹងវាមិនមានព័ត៌មានអ្វីមួយជាក់លាក់ទេអញ្ចឹងពាក្យប្រហែលនេះគឺជាគុណនាមមិនច្បាស់ចាជិតដូចនេះយើងអាចសន្និដ្ឋានបានថាគុណនាមមិនច្បាស់វាមានដូចជាពាក្យអ្វីខ្លះពាក្យស្អីណាមួយអាចទៀតនឹងមានពាក្យជាច្រើនទៀតដែលជាពាក្យគុណនាមមិនច្បាស់អញ្ចឹងគុណនាមដែលយើងសិក្សានៅថ្ងៃនេះគឺមានសរុបទាំងអស់គឺមាន6ប្រភេទចាគ្រាន់តែ6ប្រភេទនោះគឺយើងបែងចែកជា2ប្រភេទធំចាដូចជាមានគុណនាមប្រក្តីហើយមានគុណនាមកំណត់នោះគឺមាន5ប្រភេទនៅក្នុងនោះទៀតចាក្នុងគុណនាមកំណត់គឺចែកចេញជា5ដែលអ្នកគ្រូបានបង្ហាញទៅកាន់បងប្អូនមានតាំងពីគុណនាមមិនច្បាស់គុណនាមសំណួរគុណនាមចង្អុលគុណនាមចំនួននិងគុណនាមកម្មសិទ្ធិចាឥឡូវចូលដល់ចំណុចការហ្វឹកហាត់ជាអ្នកគ្រូមានលំហាត់សម្រាប់បងប្អូនអនុវត្តចាចឹងលំហាត់នៃគ្រូគឺតម្រូវឲ្យបងប្អូនស្រង់គុណនាមក្នុងល្បះខាងក្រោមហើយនឹងប្រាប់អំពីប្រភេទរបស់វាកការប្រើប្រាស់ទឹកស្អាតនាំមានសុខភាពល្អចាចឹងបងប្អូនមើលល្បះកនេះតើជាប្រភេទគុណនាមអ្វីដែរចាចឹងវាជាប្រភេទគុណនាមប្រក្តីអញ្ចឹងបើសិនជាប្រភេទគុណនាមប្រក្តីពាក្យមួយណាដែលជាគុណនាមប្រក្តីចាគឺពាក្យថាល្អអញ្ចឹងល្អនេះគឺជាពាក្យជាគុណនាមដែលបញ្ជាក់លក្ខណៈឲ្យនាមពាក្យថាសុខភាពអញ្ចឹងល្អគឺជាគុណនាមប្រក្តីខខ្ញុំមិនដឹងថាគាត់ធ្វើអ្វីខ្លះទេចាអញ្ចឹងល្បះខនេះជាប្រភេទគុណនាមអ្វីដែរចាបងអូនសាកគិតទាំងអស់គ្នាថាវាចូលប្រភេទនៃគុណនាមមួយណា
ចាគឺគុណនាមមិនច្បាស់ចឹងគុណនាមមិនច្បាស់នេះពាក្យណាមួយដែលបញ្ជាក់លក្ខណៈគុណនាមមិនច្បាស់គឺពាក្យអ្វីខ្លះចឹងពាក្យអ្វីខ្លះហ្នឹងหมายថាបញ្ជាក់ពីសកម្មភាពមិនច្បាស់លាស់ល្បះកើគាត់ទិញស្វាយ5ផ្លូនចាចឹងយើងឃើញថាល្បះកើនេះតើស្ថិតក្នុងប្រភេទគុណនាមអ្វីដែរចាចឹងគឺគុណនាមចំនួនរាប់បើសិនជាស្ថិតក្នុងគុណនាមចំនួនរាប់ពាក្យណាមួយដែលបញ្ជាក់ពីលក្ខណៈជាគុណនាមចំនួនរាប់គឺពាក្យ5ផ្លូនចាអញ្ចឹង5ផ្លូននេះគឺបញ្ជាក់លក្ខណៈឲ្យពាក្យថាស្វាយជានាមអញ្ចឹងវាជាប្រភេទនៃគុណនាមចំនួនរាប់ចារាប់ឲ្យដឹងពីចំនួនប៉ុណ្ណេះប៉ុណ្ណោះខប្អូនប្រុសខ្ញុំរៀនថ្នាក់ទី9ចាអញ្ចឹងល្បះខនេះចូលប្រភេទគុណនាមអ្វីដែរចាបងអូនសាកគិតទាំងអស់គ្នាចាគឺគុណនាមចំនួនរៀបអញ្ចឹងពាក្យមួយណាដែលបញ្ជាក់លក្ខណៈថាជាគុណនាមចំនួនរៀបណាគឺពាក្យថ្នាក់ទី9អញ្ចឹងពាក្យថ្នាក់ទី9នេះគឺបញ្ជាក់ថាជាគុណនាមចំនួនរៀបដែលប្រាប់ឲ្យដឹងអំពីទីជាន់ថ្នាក់អញ្ចឹងគាត់រៀនថ្នាក់ទីប៉ុន្មានថ្នាក់ទី9ចាល្បះងគោលឈ្មោលមួយនឹមនេះជារបស់ឪពុកខ្ញុំចាអញ្ចឹងយើងមើលថាល្បះងនេះវាចូលប្រភេទនៃគុណនាមអ្វីដែរចាជាគុណនាមកម្មសិទ្ធិអញ្ចឹងពាក្យមួយណាដែលបញ្ជាក់លក្ខណៈឲ្យពាក្យថាជាគុណនាមកម្មសិទ្ធិចាគឺពាក្យថាឪពុកខ្ញុំអញ្ចឹងឪពុកខ្ញុំនេះបញ្ជាក់លក្ខណៈថាគោលឈ្មោលមួយនឹមអញ្ចឹងគោលឈ្មោលមួយនឹមនោះជានាមប៉ុន្តែបញ្ជាក់លក្ខណៈកម្មសិទ្ធិថាគោលឈ្មោលមួយនឹមជារបស់អ្នកណាចាជារបស់ឪពុកខ្ញុំចាស្អែកនេះកូនចូលរៀនម៉ោងប៉ុន្មានចាអញ្ចឹងបងអូនមើលថាល្បះចនេះតើជាប្រភេទនៃគុណនាមអ្វីដែរចាយើងឃើញថាគេប្រើទម្រង់ជាល្បះសំណួរសួរចង់ដឹងអំពីពេលវេលាមែនទេអញ្ចឹងវាចូលប្រភេទជាគុណនាមចាសំណួរអញ្ចឹងពាក្យដែលជាប្រភេទនៃគុណនាមសំណួរនោះគឺពាក្យចាប៉ុន្មានអញ្ចឹងប៉ុន្មានហ្នឹងគឺជាគុណនាមសំណួរលំហាត់ដែលអ្នកគ្រូឲ្យបងប្អូនអនុវត្តចំនួន6ល្បះនេះចាបង្ហាញអំពីប្រភេទនៃគុណនាមនីមួយៗចាអ្នកគ្រូក៏មានជាតេស្តខ្លីសម្រាប់ឲ្យបងប្អូនចាអនុវត្តទាំងអស់គ្នាចាអញ្ចឹងលំហាត់របស់អ្នកគ្រូគឺតម្រូវឲ្យបងប្អូនជ្រើសរើសចម្លើយដែលត្រឹមត្រូវតែមួយគត់ចាផ្ទះដ៏ធំក្បែរផ្សារជាងទើបតែសាងសង់រួចអញ្ចឹងបងប្អូនមើលល្បះខាងលើនេះចូលប្រភេទនៃគុណនាមមួយណាកគុណនាមប្រកដីខគុណនាមចង្អុលកគុណនាមកម្មសិទ្ធិនិងខគុណនាមចំនួនចាអញ្ចឹងបងប្អូនមើលទាំង4នេះមួយណាដែលជាចម្លើយត្រឹមត្រូវចាអញ្ចឹងអ្នកគ្រូទុករយៈពេលបងប្អូន5វិនាទីសម្រាប់ក្នុងការជ្រើសរើសចម្លើយដែលត្រឹមត្រូវចាអញ្ចឹងល្បះខាងលើជាប្រភេទគុណនាមចាប្រក្រតីចាអញ្ចឹងយើងឃើញថាផ្ទះដ៏ធំក្បែរផ្សារជាងទើបតែសាងសង់រួចនេះចាពាក្យធំនេះគឺជាគុណនាមប្រក្រតីដែលបញ្ជាក់លក្ខណៈឲ្យពាក្យថានាមគឺផ្ទះបងស្រីខ្ញុំទើបតែមកដល់ផ្ទះនៅម៉ោង5ល្ងាចចាអញ្ចឹងល្បះខាងលើនេះជាប្រភេទនៃគុណនាមមួយណាដែរកគុណនាមចំនួនរៀបខគុណនាមចំនួនរាប់កគុណនាមកម្មសិទ្ធិនិងខគុណនាមចង្អុលអញ្ចឹងបងប្អូនមើលទាំង4នេះមួយណាដែលជាចម្លើយត្រឹមត្រូវចាអ្នកគ្រូមានរយៈពេល5វិនាទីសម្រាប់បងប្អូនចាជ្រើសរើសចម្លើយដែលត្រឹមត្រូវចាអញ្ចឹងល្បះខាងលើជាប្រភេទនៃគុណនាមចាចំនួនរាប់យើងមើលល្បះខាងលើពាក្យដែលបញ្ជាក់ថាជាគុណនាមចំនួនរាប់គឺពាក្យថា5ល្ងាចគឺជាពាក្យដែលបញ្ជាក់អំពីពេលវេលាចារាប់បដឹងថាម៉ោងប៉ុណ្ណេះប៉ុណ្ណោះសៀវភៅនៅលើតុជារបស់សុភាចាអញ្ចឹងល្បះខាងលើជាប្រភេទនៃគុណនាមកគុណនាមប្រក្តីខគុណនាមចង្អុលកគុណនាមកម្មសិទ្ធិនិងខគុណនាមចំនួនចាអញ្ចឹងប្រភេទនៃគុណនាមទាំង4នេះតើមួយណាជាចម្លើយដែលត្រឹមត្រូវចាអញ្ចឹងអ្នកគ្រូទុករយៈពេល5វិនាទីសម្រាប់បងប្អូនជឿ
ចាអញ្ចឹងល្បះខាងលើជាប្រភេទរបស់គុណនាមកម្មសិទ្ធិអញ្ចឹងគុណនាមកម្មសិទ្ធិនេះយើងឃើញថាពាក្យមួយណាដែលប្រាប់អំពីម្ចាស់កម្មសិទ្ធិគឺពាក្យថាសុភាអញ្ចឹងសុភានឹងជាម្ចាស់កម្មសិទ្ធិនៅពាក្យថាសៀវភៅតើនរណាខ្លះនៅក្នុងថ្នាក់ចាអញ្ចឹងអ្នកគ្រូក៏មានចម្លើយសម្រាប់ឲ្យបងប្អូនជ្រើសរើសអំពីប្រភេទគុណនាមកគុណនាមមិនច្បាស់ខគុណនាមចង្អុលកគុណនាមកម្មសិទ្ធិនិងខគុណនាមសំណួរចាអញ្ចឹងអ្នកគ្រូទុករយៈពេល5វិនាទីសម្រាប់ឲ្យបងប្អូនជ្រើសរើសចម្លើយដែលត្រឹមត្រូវចាអញ្ចឹងល្បះខាងលើជាប្រភេទនៃគុណនាមមិនច្បាស់អញ្ចឹងក៏សួរថានរណាខ្លះក្នុងថ្នាក់អញ្ចឹងនរណាខ្លះនោះបែរថាអត់មានបញ្ជាក់ពីបុគ្គលណាច្បាស់លាស់អញ្ចឹងពាក្យថានរណាខ្លះហ្នឹងគឺជាគុណនាមមិនច្បាស់ចានៅចុងក្រោយក៏អ្នកគ្រូមានជាកិច្ចការផ្ទះសម្រាប់ឲ្យបងប្អូនអនុវត្តទាំងអស់គ្នាកិច្ចការផ្ទះរបស់អ្នកគ្រូគឺតម្រូវឲ្យបងប្អូនតែងល្បះទៅតាមប្រភេទគុណនាមនីមួយៗហ្នឹងឲ្យបាន2ល្បះចាអញ្ចឹងប្រភេទនៃគុណនាមគឺយើងបានសិក្សាឲ្យសរុបទាំងអស់គឺមាន6ប្រភេទអញ្ចឹងបងប្អូនតែងល្បះតាមប្រភេទនីមួយៗហ្នឹងឲ្យបានក្នុងមួយប្រភេទគឺឲ្យបាន2ល្បះចាអញ្ចឹងមេរៀនសម្រាប់ថ្ងៃនេះសិក្សាអំពីគុណនាមដែលអ្នកគ្រូបានបង្ហាញទៅកាន់បងប្អូនអ្នកគ្រូសូមបញ្ចប់តែត្រឹមនេះចាអ្នកគ្រូអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនៃការបង្រៀនរបស់អ្នកគ្រូជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អដូចនេះអ្នកគ្រូសូមអរគុណនិងសូមជម្រាបលា